ស្លោបែបអញ្ចឹងហូបពេលមេឃភ្លៀងតិចគឺត្រូវតែឥឡូវពាក់កណ្ដាលខែ2នឹងមានភ្លៀងណាហើយកុំតែគិតច្រើនឥឡូវឃ្លាននេះធ្វើហូបណាមួយស្លោបែបអញ្ចឹងគឺយើងចំណាយអស់ទឹកដែរអញ្ចឹងណាបងប្អូនប៉ុន្តែបើថាអស់ទឹកក៏ដូចមិនមែនបងប្អូនមកឥឡូវចាំខ្ញុំប្រាប់ថាស្លោមួយឆ្នាំនេះចំណាយអស់មែនសម្រាប់ផលិតគឺម្ដង 1000 ហើយត្រីកញ្ចុះ2ខាំអស់ 4000 ជាមួយនឹងកំពឹសមួយខាំ 2000 គ្រឿងផ្សំនៅផ្ទះប្រហុកអំបិលប៊ីចេទឹកហើយនឹងហ្គាសសរុបថា1000ទៀតចុះសរុបមកតិចក៏មិនតិចច្រើនក៏មិនច្រើនអាមិនតិចឡមួយឆ្នាំនេះចេញមករៀបរាប់លក្ខណៈបែបលំអិតជូនតែម្ដងណាបងតាំងពីការចំណាយហើយនឹងរបៀបធ្វើគឺនៅក្នុងវីដេអូនេះអត់មានកាត់សោះហ្មងគឺថាថតពេញជូនបងអាចមើលហើយធ្វើញ៉ាំបានព្រោះដោយសារអីបងប្អូនពេលខ្លះយើងមានលុយ 10000 20000អីគឺយើងអត់ដឹងថាយើងត្រូវធ្វើអីញ៉ាំទេប៉ុន្តែបើបងមើលវីដេអូខ្ញុំហើយគិតថាអូស្លនេះមួយឆ្នាំនេះចំណាយអស់តែប៉ុណ្ណេះអាចធ្វើញ៉ាំបានអញ្ចឹងលុយយើងមានប៉ុណ្ណេះទៅដល់យើងអាចទិញបានយកហ្មងអត់ចាំបាច់ដើរគិតច្រើនណាព្រោះអីបងភាគច្រើនទៅផ្សារខ្ញុំជឿហ្មងបងស្រីជាពិសេសគឺទៅផ្សារម្ដងហ្នឹងគឺពិបាកគិតជាងគេអារឿងធ្វើម្ហូបហ្នឹងហ្មងមិនដឹងថាត្រូវទិញអីស្លអីអញ្ចឹងហ៎បងឥឡូវបងមើលជាមួយនឹងវីដេអូខ្ញុំហើយគឺលែងបារម្ភរឿងធ្វើម្ហូបសម្រាប់មុខនេះញ៉ាំឆ្អែតគ្នា2 3នាក់អស់បើបងចង់ឲ្យខ្ញុំចេញជាមួយនឹងមុខម្ហូបអីទៀតបងអាច comment នៅខាងក្រោមមួយទៀតបើបងចូលចិត្តវីដេអូនេះកុំភ្លេចជួយចែករំលែកម្នាក់មួយផងណាបងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ